បាទជំរាបសួរលោកគ្រូឥឡូវខ្ញុំបង្ហាញអំពីរបៀបក្នុងការដំឡើង app ចុះវត្តមាននេះអញ្ចឹងលោកគ្រូចូលទៅក្រុមហ្នឹងមកគ្រូចុចមកក៏ជាប់លើវាចុច copy link ក្រុមទៀតលោកគ្រូទៅបើកក្នុងកម្មវិធីជ្រោមមកបាទលោកគ្រូពេវាចូលមកហើយចុចអានេះមកបាទអញ្ចឹងលោកគ្រូត្រូវចុចលើសញ្ញា3នេះលោកគ្រូយក add home screen បាទចុច add ទៀតមកបាទតោះពេលលោកគ្រូអាចចូលទៅបើកហ្នឹងមកតាមឡើងវាពេលលោកគ្រូចូលរើសឈ្មោះនេះមកបាទហ្នឹងគ្រូវាចូលអក្សរទៅវានឹងលោតចេញឲ្យបាទអក្សរចឹងមកដូចឈ្មោះខ្ញុំអញ្ចឹងបាទនេះទៀតគ្រូវាមកហើយលោកគ្រូវាយលេខសម្ងាត់ចូលគ្រូអាចចុចលើសញ្ញារូបភ្នែកទៅបង្ហាញលេខសម្ងាត់ចឹងគ្រូចុចអក្សរ A ធំបាទបូកជាមួយនឹងលេខទូរស័ព្ទរបស់លោកគ្រូបាទតោះមកចុចចូលបាទបាទលោកគ្រូចូលតែម្ដងហ្នឹងទេបាទនេះគឺបានពុតលោកគ្រូចូលតែម្ដងទេដល់ពេលលើកក្រោយទៀតលោកគ្រូមិនហត់ចូលទៅវាយលេខកូដទៀតទេគ្រាន់តែចុចលើតែប្រព័ន្ធហ្នឹងមកគឺវានឹងយកចូលវត្តមានដោយស្វ័យប្រវត្តិបាទនេះចូលវត្តមានស្វ័យប្រវត្តិចូលវត្តមានទៀតប៉ុណ្្នឹង